និទានគំនិតវិធីធ្វើល្ងងរបស់អ្នកឆ្លាតលោក Harrison ជាប្រធានាធិបតីម្នាក់របស់អាមេរិកដែលមានភាពវៃឆ្លាតតាំងតែពីក្មេងគាត់រកកម្រៃបានយ៉ាងច្រើនដោយសារតែការធ្វើខ្លួនជាមនុស្សល្ងង Harrison ជាអ្នកដែលមិនសូវនិយាយស្ដីមកតាំងតែពីតូចផ្ទះរបស់គាត់មានសុទ្ធតែស្រីម្ដាយក៏ស្រីបងក៏ស្រីប្អូនក៏ស្រីជាធម្មតាការនិយាយស្ដីគឺជាភារកិច្ចសំខាន់របស់នារីដូច្នេះហើយតើ Harrison មិនសូវបានហើបមាត់រួចជាមួយនឹងគេនោះទេមួយថ្ងៃ Harrison ស្ទើរតែមិនដែលបានបើកមាត់និយាយទាល់តែសោះក្រៅតែពីពេលបរិភោគអាហារប៉ុណ្ណោះហើយមានពេលខ្លះសោយគ្រាន់តែហើបមាត់ប្រុងចុកចំណីក៏ត្រូវគេបន្ទោសដែរអ្នកណាឲ្យឯងនិយាយ Harrison សែនមូម៉ៅគាត់គ្រវីក្បាលហើយធ្វើកាយវិការប្រកែកឲ្យគេដឹងថាខ្លួនពុំបាននិយាយទេដោយស៊ាំនឹងការមិននិយាយស្ដីក្នុងផ្ទះទៅពេលចេញទៅណាក៏គេទៅជាទម្លាប់មិននិយាយស្ដីអ្វីជាមួយអ្នកណាផងដែរមនុស្សដតីពេលឃើញ Harrison មិននិយាយស្ដីដូច្នោះគេក៏នាំគ្នាគិតថាគាត់គឺជាមនុស្សល្ងងហើយចាត់ទុក Harrison ជាមនុស្សសម្រាប់ឲ្យគេចំអកសើចលេងអ៊ីចឹងទៅវិធីធ្វើល្ងងរបស់គេមួយបែបដែលមនុស្សម្នាចូលចិត្តនាំគ្នាចំអន់លេងគឺគេនាំគ្នាយកប្រាក់កាក់ពីរបែបមកឲ្យ Harrison ជ្រើសរើសមួយជាកាក់5សេនហើយមួយទៀតជាកាក់10សេនតើ Harrison ជ្រើសយកមួយណា Harrison ដឹងច្បាស់ណាស់ថាពួកគេចង់លេងល្បែងអីហេតុនេះគេក៏ជ្រើសយកកាក់5សេនធ្វើឲ្យមនុស្សនាំគ្នាសើចកិលឡើងដោយគិតថាគេជាមនុស្សភ្លើមែនទែនព្រោះសុកចិត្តជ្រើសរើសយកកាក់ដែលមានតម្លៃតិចបែបនេះ Harrison ត្រូវអ្នកផងលេងសើចបែបនេះជាប្រចាំរាប់សិបដងរហូតដល់ខ្លួនសម្បូរទៅដោយកាក់5សេនពេញហៅប៉ៅម្ដាយ Harrison ឃើញកូនត្រូវគេចំអកសើចលេងដូច្នេះក៏បន្ទោសអាកូនល្ងើអើយឯងមិនដឹងទេឬថាអាកាក់5សេននេះវាថោកជាងអាកាក់10សេនពុទ្ធោអើយខ្ញុំអីក៏កម្មក្រាស់ម្លេះមានកូនល្ងីល្ងើបែបនេះ Harrison ធ្វើមុខញឹមហើយឆ្លើយតបទៅម្ដាយវិញថាម៉ែរឿងអីខ្ញុំមិនដឹងបើដឹងហេតុអ្វីក៏ឯងមិនជ្រើសយកកាក់10សេនគ្មានឆ្លាតដូចបងឯងសោះ Harrison គ្រវីក្បាលហើយឆ្លើយបន្តថាបើខ្ញុំជ្រើសរើសយកកាក់10សេនតែម្ដងមនុស្សគេមកជាឈប់លេងសើចតទៅទៀតឯខ្ញុំក៏ឈប់បានលុយតទៅទៀតដែរស៊ីតិចបានយូរណាម៉ែម្ដាយគេងក់ក្បាលផ្ងក់មែនឯងនេះឆ្លាតដូចម៉ែអ៊ីចឹងចាស់តែងប្រដៅយើងថាស្គរដែលប្រហោងក្នុងទុំទៅលឺពេញភូមិតែខាងក្នុងគ្មានអ្វីឡើយអ្នកល្ងងតែងអួតខ្លួនថាឆ្លាតតែតាមពិតគ្មានចេះអ្វីទេតែអ្នកឆ្លាតពិតប្រាកដគេមិនចាំបាច់អួតថាខ្លួនឆ្លាតឡើយកាលពីសម័យប៉ុលពតអ្នកធ្វើឆ្លាតស្លាប់ស្ទើរតែគ្មានសល់ត្រូវដកលុយចេញពីហៅប៉ៅទៅទិញយកចំណេះដឹងបន្ទាប់មកចំណេះដឹងនឹងរកលុយមកឲ្យអ្នកវិញ Benjamin Franklin